ទី1 round 1ទស្សនាការប្រកួតជាបន្តទៅទៀតម៉ាត់ស្ដាំមួយរបស់រំចង់អត់ត្រូវថយសិនអាដេតុនក៏តន់ធ្វើដែរមួយជើងស្ដាំរបស់អាដេតុនមួយជើងឆ្វេងសងអូហូមួយជើងក្រៅរបស់រំចង់ដួលរបស់អាដេតុនដួលកាប់មុខតែម្ដងមួយជើងឆ្វេងរបស់អាដេតុនយឺវ័យ23ឆ្នាំបាទប្រកួត54ដងឈ្នះ40ចាញ់14ប្រដូរគឺប្រកួតសន្លប់22ដងរំចង់របស់កម្ពុជាឆ្លងប្រកួត97ដងបាទលោកគឺប្រកួតសន្លប់40ដងបាទថ្ងៃនេះរំចង់ពិបាកនឹងយកឈ្នះដោយសារតែដេតុនកម្ពស់ 1.83 រំចង់កម្ពស់ត្រឹមតែ 1.68 លេខហុងស៊ុយដូច្នេះពិបាកបន្តិចប៉ុន្តែជឿជាក់ថារំចង់ថ្ងៃនេះនឹងអាចធ្វើបានល្អជាថ្ងៃណាបងអស់បាទនាងមកកន្ទុយមើលរបស់រំចង់បាញ់មិញប៉ុន្តែដេតុនដឹងខ្លួនត្រូវតែបន្តិចទេមួយជើងក្រាមឆ្វេងរបស់កីឡាករដេតុនមួយជើងសងស្ដាំខ្លាំងរបស់រំចង់បាទពីគូអន្តរជាតិកន្លងផុតទៅហើយកីឡាករប្រេស៊ីលចាញ់ទាំងពីរគូនេះជាគូចុងក្រោយមកដាំរបស់ដេតុនបាទធាក់ជួយឆ្វេងមួយកណ្ដាលដាំទ្រូងរំចង់ធាក់ឡើងវិញសងមើលបាច់គុណបុរាណខ្មែរណាចាស់ច្បាស់ជាងកៃសងផុតដេញតាមទាត់ជើងផុតវាន់ទៅមួយអូហូយអាដេតុននេះក៏អត់ទាន់មកណាកៃចូលដេញតាមរំចង់ថតកៃជួយចាប់ទឹកទី1កន្លែងនេះអាដេតុនប្រេតាពោះជើងបេងកែរំចង់ហេតុទៅទៀតបាទសូមបងប្អូនទស្សនារូបភាពយឺតឡើងវិញនៅកម្មវិធីរបស់យើងសារជាថ្មីម្ដងទៀតអនុញ្ញាតថ្លែងអំណរគុណដល់លោកអង្ញាលៀងអគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិឧបត្ថម្ភជូនកីឡាករកម្ពុជាចាប់កកហោ40,000 រៀលអបអរសាទរអ្នកឲ្យទឹកចេញក្រៅស៊ីហ្គេនអោគូអន្តរជាតិទី3ទឹកទី2 round 2បាទគូអន្តរជាតិទី3ទឹកទី2បង្គោលក្រហមកែរំចង់បង្គោលជាអដេតុនប្រេតាសបាទមិនហើយឃើញថាប្រេតអដេតុនគឺដៃគូដ៏ពិបាកហើយសម្រាប់កែរំចង់សុំទៀតដៃបាក់ភ្លេងបងប្អូនអបអរសាទរកីឡាករទាំងពីរបាទកៃឆ្វេងពីកែរំចង់ល្អមែនទែនបាទទៀតដៃឲ្យស្រោះគ្នាបងប្អូនកម្ពុជាបង្គោលក្រហមបាទយ៉ាងណាហើយមួយដៃឆ្វេងរបស់កែរំចង់មួយដៃឆ្វេងទៀតរំចង់ទៀតដៃអបអរសាទរខាងដល់គ្នាបងប្អូនមួយដៃស្ដាំរបស់ដេតុនវិញកែឆ្វេងរំចង់កែស្ដាំមួយទៀតបាទតតឆ្វេងរំចង់មិនហើយម៉ាត់ស្ដាំរំចង់កែស្ដាំមួយទៀតអូយរំចង់សុំសរសើរពិតជា
អ្នកក្លាហានមែនអាងទឹកពោះរំចង់អត់ខ្លាចទេអើយបាត់ឆ្វេងមកដែរមានរំចង់មួយដៃឆ្វេងទៀតមួយកែងឆ្វេងមានរំចង់កែងស្ដាំមានរំចង់បាទសូមសម្លេងអបអរសាទរម្ដងទៀតទៀតដៃអសូរគ្នាបងប្អូនទៀតដៃអសូរគ្នាបាទបងប្អូនអ្នកទស្សនានៅទីនេះហៅពីកៅអីអស់ហើយអង្គុយនៅអីទៀតអត់ត្រូវទេកន្លែងនេះកែងឆ្វេងមានរំចង់កែងឆ្វេងទៀតកែងស្ដាំបែកហើយអាដេតុនប្រេតាគឺបែកហើយរំចង់អត់បែកទេមកហើយសម្លេងតទៀតសុំបាសិនបែកហើយអាយូបាទគួរឲ្យសោកស្ដាយបំផុតបងប្អូនសូមស្កាត់សិនបងប្អូនសូមស្កាត់ទីទោះបីជាការរំចាំទៀមជាមិនដេញក៏ដោយការរំចាំស៊ូទៀតដៃមួយទៀតបាទបន្តការប្រកួតទៀតជូតឈាមហើយបាទនៅតែហូរអញ្ចឹងអាយ៉ាល់អត់សុំចាប់ទឹកទី2អ្នកណាស្វាគមន៍បន្តទៀតក្នុងកម្មវិធីប្រដាល់រាជបុត្រសូមគេតាមច្បាប់ភ្លេងរបស់គ្នាបងប្អូនចូលទី3ហើយសូមគ្នាបងប្អូនសូមគ្នាដើម្បីលើកទៅយកកីឡាករបាទទឹកទី3គួរតែជាតិឆ្វេងស្ដាំរបស់កីឡាករកែរំចង់អាដេតុនដើរចូលបត់ឆ្វេងរបស់អាដេតុនចុកបាត់ហើយស្ដាំអូយ៉ារំចាំផ្លោះស្នៀតដូរថយក្រោយមួយតែអត់បញ្ហាបន្តការប្រកួតទាត់ឆ្វេងសងទាត់ស្ដាំរបស់កីឡាកររំចាំសងស្ដាំឆ្វេងល្អមែនទែនជង្គង់បញ្ចុះស្ដាំរបស់ដេតុនដល់ថយរំចាំដើរចូលស្ដាំកាយមួយធាក់មួយជើងឆ្វេងរបស់ដេតុនស្ដាំឆ្វេងសងល្អមែនទែនអាដេតុនមកចេញមកស្ដាំហើយឱកាសមានឱកាសប្រារបស់កីឡាករកែរំចាំក្នុងទឹកទី3នេះហើយដើរចូលអាដេតុនឆ្វេងស្ដាំរបស់រំចង់បន្ថែមទៀតល្អមែនទែនមួយដៃស្ដាំបន្តរបស់អាដេតុនថយរំចង់ថយមួយសិនចែកចូលប្រឡាប់ឆ្វេងល្អមែនទែនរត់ថយសិនមួយរំចង់រកឱកាសមួយសិនអាដេតុននេះមិនធម្មតាទេហាត់ក្បាច់គ្រុនបរានខ្មែរច្បាស់ណាស់បាទអោគ្នាមួយជង្គង់របស់អាដេតុនមួយដៃស្ដាំពីក្រោយល្អណាស់រកកីឡាករកែរំចង់ធាក់ការពារខ្លួនមួយឆ្វេងរបស់អាដេតុនស្ដាំចូលសងកែងចូលសងមួយជើងស្ដាំមួយដៃស្ដាំឆ្វេងសងរបស់កីឡាករដេតុនរំះថយក្រោយរំចង់ភ្លេចកលួនលួបរូអត់បញ្ហាទេអាប៊ីតរំចង់លើកទី1រំចង់យ៉ាងមិនហើយកែងចូលឆ្វេងស្ដាំមួយទៀតឆ្វេងអូយអាដេតុនបាញ់ហើយជុំសិនបន្ថែមទៀតហើយសូមសម្លេងម្ដងទៀតជូនដល់កម្មវិធីរាជបុត្រអាណាចក្រខ្មែរល្អមែនតើលោកទស្សនិកជនបាទឈាមកាន់តែអវសម្រាប់ដេតុនឆ្វេងចូលមួយទៀតដេតុនណាចូលដេតុនតាមរំចង់រត់អូលោកវិជាបណ្ឌិតតាំងមកហើយចេញចៅរបស់ដេតុនប៉ុណ្ណាហើយសម្លេងទៀតនៃរាជបុត្រអាណាចក្រខ្មែរបងប្អូនព័ត៌មាននៅក្នុងការប្រកួតនេះពុតទីនេះមែនតើប្រកួតជាបន្តអាដេតុនតបទៅឆ្វេងតបជើងស្ដាំមួយទៅឆ្វេងស្ដាំរបស់ដេតុនសងកែងរួចចូលទឹកគង់មួយរបស់ដេតុនរំចង់ការពារខ្លួនសិនមិនឲ្យបន្តការប្រកួតទេអាដេតុនធៀបច្រើនណាស់មិនអាចបន្តការប្រកួតបានទេលោកវិជាបណ្ឌិតបានធ្វើសញ្ញាឲ្យបងប្អូនមិនអាចប្រកួតតទៅទៀតបានទេ
ប្រកួតបានទេ ដល់កីឡាករបង្គោលខៀវមែនទេ អាដេតុននៅតែខ្លាំងដោយសារតែហូរឈាមច្រើនពេកលោកគ្រូប៉ែតបានឈប់ការប្រកួតដោយសារតែរបួសរបស់អាដេតុនកាន់តែធំទៅខ្លាយបណ្ដាគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដូច្នេះបានឈប់ការប្រកួតក្នុងទឹកទី3នេះជ័យជំនះបានទៅកីឡាករកែរំចង់របស់កម្ពុជាប៉ុន្តែកីឡាករអាដេតុនក៏បានវាយរំចង់ឲ្យរាប់នៅក្នុងទឹកទី3នេះផងដែរមួយកែងបោះរបស់កីឡាករអាដេតុនពិតជាល្អមែនទែនថ្ងៃនេះគឺជាគូប្រកួតល្អស្កៃមែនទែន3រូបរបស់កម្ពុជាឈ្នះទាំង3 វាយសោកស្ដាយចំពោះរបស់កីឡាករខៀវមិនអស់មិនទាន់សង្ស័យមិនទាស់អស់កម្លាំងនៅឡើយទេសម្រាប់ការប្រកួតនេះដោយសារតែមានស្នាមបែកខ្លាំងពេកទើបលោកវិជ្ជាបណ្ឌិតបណ្ដាអនុញ្ញាតឲ្យធ្វើការប្រកួតបន្តដូច្នេះសូមអវសាទរជូនកីឡាករដ៏ក្លាហានបង្គោលខៀវមកពីប្រេស៊ីលទាំងអស់គ្នាមួយទៀតបាទគេអាដេតុនប្រៃចាស់អត់អស់ចិត្តទេធ្វើស្បិតតែបែកក៏ពិតមែនកម្លាំងនៅពេញទោះជាយ៉ាងណាក៏ដោយការប្រកួតមិនអាចបន្តបានទេមិនអាចធំចឹងកែរំចង់បង្គោលក្រហមទទួលជ័យជំនះលើកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវមានរបួសក្បាលធ្ងន់ធ្ងរពេកដែលមិនអាចបន្តការប្រកួតតទៅទៀតបានដូច្នេះលោកគ្រូពេទ្យត្រូវបញ្ឈប់ឲ្យប្រកួតនៅក្នុងទឹកទី3 So ladies and gentlemen, and the winner is the red corner Cambodia